កម្មវិធីសសរស្តម្ភទាំង6នៃការរស់នៅតាមដងទន្លេមេគង្គជាកម្មវិធីដែលបង្ហាញអំពីជីវិតរស់នៅវប្បធម៌ប្រពៃណីការប្រកបរបរប្រចាំថ្ងៃរួមទាំងតំបន់ទេសចរនានានៅតាមដងទន្លេមេគង្គកម្ពុជាផងដែរនៅសប្តាហ៍នេះកម្មវិធីសូមបង្ហាញជូនតំបន់ទេសចរមួយកន្លែងដែលមានភាពស្រស់ស្អាតនិងទាក់ទាញសម្រាប់ប្រជាជនកម្ពុជានិងអន្តរជាតិស្ថិតនៅក្នុងទឹកដីនៃខេត្តក្រចេះតំបន់អេកូទេសចរនេះមានឈ្មោះថាកោះព្រំចារីតើហេតុអ្វីបានជាទីនេះគេឲ្យឈ្មោះថាកោះព្រំចារីអេកូទេសចរកោះព្រំចារីជ្រោយបន្ទែកដែលទីតាំងស្ថិតនៅក្នុងភូមិជ្រោយបន្ទែកឃុំជ្រោយបន្ទែកស្រុកប្រែកប្រសពខេត្តក្រចេះកាលពីដំបូងឡើយគឺឋានៈដឹកនាំអាណត្តិមុនគាត់បានអញ្ជើញមកទស្សនកិច្ចនៅកន្លែងលងផ្សោតដោយសារដំណើរកំសាន្តតាមព្រៃឈើលិចទឹករហូតមកដល់កន្លែងតំបន់យើងដំបូងឡើយគឺមិនមែនឈ្មោះថាកោះព្រំចារីទេដំបូងឡើយគឺប្រជាពលរដ្ឋនៅក្នុងសហគមន៍នៅក្នុងភូមិហ្នឹងគឺគាត់ដាក់ឈ្មោះថាកោះយាយទេបាទប៉ុន្តែដោយឋានៈដឹកនាំគាត់នឹកឃើញថាទេសភាពមានតាមពីព្រៃឈើលិចទឹកមានថ្មមានទុនធាតុធម្មជាតិច្រើនសក្តានុពលមានតាមពីព្រៃឈើមានសត្វស្លាបជាច្រើនអញ្ចឹងគាត់ប្រៀបធៀបទៅលើកោះហ្នឹងគាត់ថាមានសម្រស់ដូចស្ត្រីនៅព្រំចារីតំបន់អេកូទេសចរកោះព្រំចារីបានបង្កើតឡើងនៅឆ្នាំ2020ដោយមានការគាំទ្រពីស្ថាប័នដែលមានការពាក់ព័ន្ធផងដែរតំបន់អេកូទេសចរព្រំចារីនេះយើងបានប្រកាសចូលជាផ្លូវការនៅចុងឆ្នាំ2020កន្លងមកយើងបានចងក្រងជាសហគមន៍ជាដើម្បីឲ្យថ្នាក់ស្រុកថ្នាក់ខេត្តគាត់ទទួលស្គាល់បាទអញ្ចឹងហើយឥឡូវនេះយើងមានអង្គការជួយគ្រប់គ្រងទៀតយើងបានដំណើរការបានច្រើនហើយក៏នៅក្នុងនោះដែរក៏ឃុំយើងមានការរួមចំណែកជួយគ្រប់គ្រងទាំងបច្ចេកទេសទាំងសម្ភារៈនិងយើងមានថវិកាខ្លះដើម្បីជួយគ្រប់គ្រងទៅដល់សហគមន៍អេកូទេសចរយើងដើម្បីឲ្យដំណើរការបានល្អហ្នឹងហើយអញ្ចឹងទេយើងវាដោយសារវាតំបន់យើងនេះវារៀងដាច់ស្រយាលដែរតែអញ្ចឹងវាអត់សូវបានលឿនទេហើយក៏ភ្ញៀវទេសចរក៏គាត់អត់សូវបានមកស្គាល់បានច្រើនដែរហ្នឹងហើយអញ្ចឹងវាបើគាត់បានមកឃើញហើយគាត់បានផ្សព្វផ្សាយវាល្អដែរដោយសារតំបន់យើងនេះគឺតំបន់អេកូទេសចរយើងធម្មជាតិយើងអត់មានកែច្នៃទេបាទយើងមានដើមឈើដែលមានព្រៃលិចទឹកហ្នឹងដើមឈើធំធំច្រើនហ្នឹងហើយក៏មានកោះហ្នឹងច្រើនទៀតបាទពិសេសជាងគេមួយទៀតយើងនៅកន្លែងតំបន់កោះព្រំចារីយើងគឺមានផ្សោតហ្នឹងហើយយើងមានតំបន់ព្រៃលិចទឹកធម្មជាតិយើងពិសេសមួយទៀតយើងនៅមានក្តាន់ហ្នឹងហើយជាសត្វកម្រចិត្តផុតពូជដែរបាទអញ្ចឹងវាតាមដែលរបាយការណ៍គេមកគឺមានថានៅក្នុងឃុំជ្រោយបន្ទាយស្រុកព្រៃផ្សព្វខេត្តកញ្ចេះយើងនេះដែលនៅច្រើនបាទអញ្ចឹងនៅក្នុងទឹកដីខេត្តកញ្ចេះយើងនេះបាទអញ្ចឹងគឺមាននៅឃុំជ្រោយបន្ទាយយើងនឹងបាទហ្នឹងហើយអញ្ចឹងដែលមលងផ្សោតវានៅម្ខាងទន្លេម្នាក់ទៅមុខគ្នាប៉ុន្តែផ្សោតទៅមកបាទបើក្តាន់អត់មានតាណាទេនៅតែក្នុងឃុំជ្រោយបន្ទាយហ្នឹងបាទអញ្ចឹងគឺយើងមានក្រុមអភិរក្សសត្វក្តាន់នៅកន្លែងហ្នឹងដែរបាទហ្នឹងជាសត្វកម្រចិត្តផុតពូជហ្នឹងបាទហ្នឹងយើងមានព្រៃធម្មជាតិជាច្រើនទៀតដែលយើងនឹងក្រុងអភិវឌ្ឍដើម្បីយើងតាក់ទាញភ្ញៀវទេសចរហ្នឹងទឹកថ្លាត្រជាក់អមដោយរុក្ខជាតិថ្មប្រប្រាស់ទឹកបាក់សាបាក់សីសប្បាយរីករាយជាមួយជីវិតប្រចាំថ្ងៃនៃដំណើរការសន្សំតាមបែបធម្មជាតិដែលជាមោទនភាពនិងមានក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីលោកអ៊ុនច័ន្ទទូលនៅក្នុងសហគមន៍អេកូទេសចរកោះព្រំចារីយើងនេះគឺបាទមានសក្តានុពលជាច្រើនបាទទីមួយមានដូចជាទឹកជួរព្រៃឈើលិចទឹកបាទជួរទឹកហូរមានតំបន់អភិរក្សសត្វព្រៃបាទគឺសត្វក្តាន់នៅលើគោកហើយយើងក៏មានផ្សារភ្ជាប់ជាមួយនឹងមានតំបន់សត្វផ្សោតដែលនៅកន្លែងហ្នឹងដែរហើយនៅលើកោះយើងគឺមានដើមឈើធំជាច្រើនបាទគឺហើយក៏មានសត្វស្លាបជាច្រើនប្រភេទនៅលើកោះដែរបាទ
នៅទីនេះក្រៅពីតំបន់អេកូទេសចរដ៏ទាក់ទាញហើយនោះក៏មានការអភិរក្សទៅលើសត្វក្តាមដែលជាប្រភេទសត្វកម្រនិងកំពុងទទួលបានការការពារយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារផងដែរចំពោះប្រភេទសត្វក្តាន់ជាពពួកសត្វធនៈសត្វលើគោកដែលមានគេហៅពពួកចតុបានមានជើងវាមានចំពាមប្រភេទសត្វនេះនៅក្នុងប្រទេសកម្ពុជាពពួកសត្វចតុបាននេះវាមានប្រមាណប្រភេទនៅក្នុងនោះក្តាន់ហ្នឹងគឺជាប្រភេទមួយដ៏កម្រហើយចំពោះប្រភេទសត្វក្តាន់ប្រភេទរងរបស់យើងដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះគឺជាប្រភេទពូជធម្មជាតិដែលមានសេសសល់នៅក្នុងប្រទេសកម្ពុជាដូច្នេះហើយទើបយើងមានកម្មវិធីអភិរក្សយកទៅដាក់ក្នុងការអភិរក្សលើពូជធម្មជាតិរបស់វានៅបាទនៅជាពិសេសការកត់ត្រានៅខាងលិចនៃទន្លេមេគង្គនៃខេត្តកញ្ចេះនេះឯងលទ្ធផលសប្តាហ៍ថ្ងៃនេះដោយសារមានការចូលរួមពីសហគមន៍មូលដ្ឋានហើយនឹងការគ្រប់គ្រងជាមួយនឹងរដ្ឋាភិបាលជាពិសេសក្រសួងបរិស្ថានដែលបានបង្កើតនៅដែនជម្រកសត្វព្រៃព្រែកប្រសពបង្កើតជាតំបន់អភិរក្សមួយដែលការពារស្ថានភាពដោយសារប្រភេទសត្វក្តាន់នេះគឺប្រើប្រាស់វាលស្មៅដែលជាចម្បងជាទីជម្រកចម្បងអញ្ចឹងបានបង្កើតនៅដែនជម្រកនេះមួយដើម្បីរក្សាទុកនៅដែនជម្រកទីជម្រកដ៏សំខាន់របស់សត្វក្តាន់នេះគឺជាសញ្ញាណវិជ្ជមានមួយសម្រាប់ទីជម្រករបស់វាចំពោះប្រភេទចំនួនសត្វក្តាន់ដែលយើងកំពុងតែអភិរក្សសប្តាហ៍ថ្ងៃនេះក៏វាមានភាពប្រសើរឡើងបើប្រៀបធៀបកាលដែលយើងទើបតែចាប់ផ្ដើមក្នុងការសកម្មភាពនៃការអភិរក្សលោកផានសុវណ្ណដែតមន្ត្រីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃព្រែកប្រសពដែលជាអ្នកបម្រើលើកិច្ចការដ៏សំខាន់នេះដោយផ្ទាល់អស់ជាច្រើនឆ្នាំលោកមានការលះបង់ខ្ពស់ដើម្បីបំពេញភារកិច្ចដ៏ចាំបាច់នេះសម្រាប់ការងារស្នូលរបស់ពួកខ្ញុំប្រចាំថ្ងៃគឺដើរល្បាតទាំងថ្ងៃទាំងយប់បាទក្នុងនោះក៏មានការចូលរួមពីខាងសហគមន៍តំបន់ការពាររបស់ដែលជាក្រមការគ្រប់គ្រងពីអង្គការ WWF បាទជាចម្បងនៅក្នុងដែនហ្នឹងគឺយើងការពារសត្វក្តាន់ដែលជាសត្វកម្រនៅក្នុងប្រទេសកម្ពុជាយើងដែលមានវត្តមានក្នុងទឹកដីខេត្តកញ្ចេះយើងហ្នឹងក្រៅពីក្តាន់មានសត្វផ្សេងៗទៀតដូចជាជ្រូកព្រៃឆ្លុះអញ្ចឹងហើយមួយទៀតក៏យើងការពារព្រៃឈើដីដែលសពថ្ងៃនេះដែលប្រជាពលរដ្ឋដែលគាត់លួចកាប់ឥន្ទ្រានអញ្ចឹងណាបាទហើយខាងមន្ត្រីជាយើងគឺយកចិត្តទៅដាក់ខាងនឹងទាំងអស់បាទសត្វក្តាន់ជាចុងឆ្នាំនេះដែលមានការស្រាវជ្រាវពីអង្គការ Binco ខាងរបស់អង្គការ WWF តាមរយៈការបង្ហោះដ្រូនក៏បានបង្ហាញឃើញថាក្តាន់បានកើនឡើងដល់100ចន្លោះទៅ105ក្បាលដែរបាទក្នុងចុងខែ12ហ្នឹងបាទកាលពី2ឆ្នាំមុនដូចជា80ក្បាលបាទសត្វហ្នឹងជាសត្វដែលសម្រាប់ក្នុងប្រទេសកម្ពុជាយើងគឺជាសត្វកម្រមួយដែរបាទដែលត្រូវបានយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានក៏ដូចជារដ្ឋមន្ត្រីដែលពាក់ព័ន្ធក្រៅពីធម្មជាតិដ៏ស្រស់ត្រកាលចំណុចដែលទាក់ទាញមួយទៀតនោះនៅកោះព្រហ្មចារីយ៍នោះគឺមុខរបរត្បាញក្រមាដេរមួកស្លឹកនិងសម្ភារៈជាច្រើនមុខទៀតដែលផលិតចេញពីក្រមាលោកស្រីយិនសំអ៊ុនជាម្ចាស់សិប្បកម្មត្បាញបានបង្ហាញអំពីការងារត្បាញក្រមាគឺបានចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាមួយនឹងសហគមន៍អេកូទេសចរកោះព្រហ្មចារីយ៍យើងចូលរួមជាមួយសមាជិកសហគមន៍នឹងទៅហើយយើងលក់ដើម្បីជីវភាពខ្លួនយើងទេប៉ុន្តែយើងចូលរួមបរិភាគដើម្បីឲ្យសហគមន៍យើងមានការរីកចម្រើនការពិតទៅសម្រាប់ខ្ញុំមានអារម្មណ៍ថាពេញចិត្តស្រឡាញ់ការងារហ្នឹងណាដោយសារខ្ញុំនៅពីទូចមកខ្ញុំធ្លាប់ត្បាញជាមួយម៉ែអីអញ្ចឹងទៅដល់ក្រោយមកទៅយើងទៅឃើញសហគមន៍ដទៃទៀតអីគេមានការរីកចម្រើនសពបែបយ៉ាងអញ្ចឹងយើងមានគំនិតមួយចង់ច្នៃប្រឌិតដើម្បីឲ្យសហគមន៍យើងនឹងមានផលិតផលហើយផ្សព្វផ្សាយហើយចង់ឲ្យកូនប្រជាពលរដ្ឋខ្មែរយើងនឹងមានការងារធ្វើដើម្បីកាត់បន្ថយ
ការចំណាក់ស្រុកអីអញ្ចឹងណាដែលខ្ញុំមានកំណត់ហ្នឹងគឺចង់អញ្ចឹងការពិតទៅខ្ញុំមានកំណត់គិតថាមុខរបរត្បាញហ្នឹងគឺជាមុខរបរមួយថ្លៃថ្នូរមែនតើធ្វើឲ្យយើងមានកំណត់ផ្នែកប្រឌិតផងហើយនិយាយរួមទៅស្ត្រីខ្មែរបើចេះការងារអញ្ចឹងគឺមានតម្លៃមែនតើហើយម្យ៉ាងទៀតយើងគិតថាបើសិនជាសុខភាពល្មមអត់អាចទៅធ្វើការហាត់ថ្ងៃដើរស៊ីឈ្នួលគេបានអីគឺត្បាញហ្នឹងក៏ជួយចំណែកមួយធំដែរដើម្បីជីវភាពក្នុងគ្រួសារហើយម្យ៉ាងទៀតកំណត់ខ្ញុំមួយទៀតដែលយើងគិតថាឆ្នៃប្រឌិតដើម្បីឲ្យវាមានការរីកចម្រើននៃប្រើទៅជឿនលឿនហ្នឹងដែលខ្ញុំត្រូវការម៉ាស៊ីនពាក់កណ្ដាលស្វ័យប្រវត្តិហ្នឹងយើងផលិតពីដៃទេប៉ុន្តែគ្រាន់តែឲ្យម៉ាស៊ីននឹងជំនួយឲ្យយើងបានលឿនហើយបើសិនជាចំណេះអត់ទៅនឹងបើយើងបានចែកចម្លែកទៅអ្នកដទៃទៀតគិតថាជនពិការគាត់អាចធ្វើបានដែរចាសម្រាប់ត្បាញកៃមួយនេះតើយើងមានកាយសម្បទាគ្រប់គ្រាន់យើងអាចធ្វើបានប៉ុន្តែសម្រាប់កៃពាក់កណ្ដាលស្វ័យប្រវត្តិនេះទោះបីជនពិការគាត់អាចអង្គុយជើងមកបញ្ជាទៅលើកងតាក់នឹងបានដែរប៉ុន្តែត្រូវតែមានជំនួយជួយគាត់ដំណការអញ្ចឹងខ្ញុំគិតថាវាប្រយោជន៍ខ្លាំងណាស់ហើយសំខាន់បំផុតនេះគឺថាពិតទៅប្រទេសខ្មែរយើងវាបាត់បង់ច្រើនណាស់បើសម្រាប់នៅក្នុងស្រុកនេះវិញមានពីដើមមកមានចាស់ទុំអីគាត់ត្បាញតែឥឡូវបាត់អស់លេងហើយអត់មានទេចាអញ្ចឹងខ្ញុំមានគំនិតតាក់ទងជាមួយមន្ទីរកិច្ចការនារីដើម្បីធ្វើយ៉ាងណាបំផុសឲ្យបងប្អូនហ្នឹងគាត់ចាប់អារម្មណ៍លើចំណុចហ្នឹងមកវិញអញ្ចឹងកម្មាហ្នឹងខ្ញុំត្បាញហើយយើងអាចឆ្នៃដេរជាមួកកម្មាហើយដេរជាអាវបុរសអាវស្ត្រីហើយរហូតដល់មានចពុតផងដែរផលិតផលដែលខ្ញុំមានហ្នឹងគឺមានមួកកម្មាមានកាបូបដៃទូចមានកាបូបស្ពាយហើយក្នុងនោះដែរខ្ញុំនឹងមានឆ្នៃជាមួកស្លឹកត្នោតចាមួកស្លឹកត្នោតហ្នឹងស្រស់ស្អាតណាស់យើងដែលជារបស់ខ្មែរពិតសូមជម្រាបថានៅកន្លែងទីតាំងកោះព្រហ្មចារីហ្នឹងមានទេសភាពស្អាតណាស់មួយឆាកជីវិតនេះបើសិនជាមិនបានមកក៏ស្ដាយក្រោយដែរបើយើងគាត់ថាទេសភាពស្អាតមែនតើណាហើយខ្ញុំក៏មានផលិតផលដូចជាអាវដែលឆ្នៃពីកម្មាហ្នឹងកាបូបស្ពាយឆ្នៃពីកម្មាហើយមួកលឹកត្នោតមានទាំងនិយាយទៅស្មុកសម្រាប់ដាក់វត្ថុណៃម្ហូបអាហារអញ្ចឹងហ្នឹងឆ្នៃពីលឹកត្នោតក៏មានដែរសូមបងប្អូនជួយគាំទ្រផលិតផលខ្មែរយើងសិតធ្វើអំពីលឹកត្នោតហើយនឹងពីផលិតផលកម្មាអ្នកស្រីឌុកសុកនីនជាអ្នកភូមិរស់នៅទីនោះក៏បានចាប់អារម្មណ៍លើមុខរបរជាអ្នកត្បាញក្រមានេះផងដែរដោយលោកស្រីបានយល់ឃើញថាចាប់អារម្មណ៍ឃើញគាត់ត្បាញក្រមាអញ្ចឹងទៅពេលខាងសហគមន៍គេដូចថាឲ្យគាត់ទៅលក់ផលិតផលនៅសហគមន៍អញ្ចឹងយើងចាប់អារម្មណ៍ថាចង់ទៅជួយលក់គាត់អីចឹងណាចង់ទៅលក់អញ្ចឹងទៅហើយយើងចង់រៀនទៅបានទៅលក់មួយគាត់អញ្ចឹងណាហើយយើងពីតនេពីការងារផ្សេងដែលស្រែចការរួចអញ្ចឹងទៅយើងមកត្បាញទៅយើងបានមកត្បាញអញ្ចឹងទៅវាបានជួយគ្រាន់នឹងជួយឧបត្ថម្ភក្នុងក្រុមគ្រួសារយើងបានម្ហូបអាហារអីអញ្ចឹងណាយើងរៀនបានចេះទៅវាអាចកើនមុខរបរយើងឲ្យបានប្រសើរឡើងដើម្បីក្នុងក្រុមគ្រួសារបើយើងបានចេះហើយយើងបានជោគជ័យហើយអញ្ចឹងទៅយើងនឹងហៅដូចថាមានក្មេងគេចូលអញ្ចឹងយើងបានជួយឲ្យគេចូលរៀនបន្តទៀតអញ្ចឹងទៅក្មេងៗដែលតនេចាញ់ពីរៀនមកអីអញ្ចឹងទៅដើម្បីឲ្យគាត់មករៀនទៀតអញ្ចឹងការបង្កើតឡើងនៅតំបន់អេកូទេសចរកោះព្រហ្មចារីបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ដោយពួកគាត់អាចទទួលបានចំណូលជាច្រើនផ្នែកពីសេវាទេសចរទៅតាមលទ្ធភាពរៀងខ្លួនបង្កើតជាសហគមន៍នេះឡើងគឺដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍គាត់មានចំណូលមួយផ្នែកទៀតដើម្បីរកស៊ីចិញ្ចឹមជីវិតដូចការងាររដងដូចថាគាត់
ធ្លាប់ទៅប្រព្រឹត្តមើលខុសច្បាប់រឿងអាឈើដាក់អន្ទាក់ប្រមាញ់សត្វព្រៃជាដើមអញ្ចឹងបើយើងកើតជាសហគមន៍ឡើងគឺយើងបដិបត្តិយើងគឺបំរែបំរួលមកថែរក្សាធនធានធម្មជាតិដើម្បីឧទាហរណ៍ដូចរងថ្ងៃសហគមន៍យើងបង្កើតជាសេវាផ្ទះស្នាក់បាទសេវាផ្ទះស្នាក់សេវាម្ហូបអាហារនិងសេវាអ្នកនាំផ្លូវនិងសេវាទូកជាដើមអញ្ចឹងកាលណាដែលភ្ញៀវទេសចរគាត់មកច្រើននឹងចំណូលនៅក្នុងសហគមន៍យើងក៏កើនឡើងបាទបន្ថែមទៀតហើយក៏មិនមែនថាយើងផ្ដោតទៅលើតាសហគមន៍ទេគឺគាត់អាចរកស៊ីផ្សេងបានព្រោះជាធម្មតានៅក្នុងសហគមន៍យើងឥឡូវរកបានខែប្រាំងបាទខែវស្សាក៏លិចទឹកអស់ហើយបាទផ្ទះឈើបែបខ្មែរដែលឈរយ៉ាងរឹងមាំនៅមិនឆ្ងាយប៉ុន្មានពីកោះព្រហ្មចារីលោកស្រីឆឹមឆេនជាអ្នកលក់ដូរម្ហូបអាហារចល័តតាមភូមិប្រចាំថ្ងៃបានបង្ថែមមុខរបរផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចង់មកសម្រាប់កម្សាន្តនៅទីនេះខែធ្វើស្រែទៅខ្ញុំទៅធ្វើស្រែដល់ពេលស្រែរួចអញ្ចឹងទៅមកលក់ដូរអញ្ចឹងការងារអញ្ចឹងរាល់ថ្ងៃអញ្ចឹងទៅចាំថ្ងៃអញ្ចឹងទៅចាឥឡូវហ្នឹងគេមកឲ្យធ្វើផ្ទះស្នាក់អញ្ចឹងណាមានអារម្មណ៍ថាសប្បាយទៅវាអត់ស្ងាត់ណាបានអញ្ចឹងទៅគ្រាន់តែដោះស្រាយជីវភាពរាល់ថ្ងៃហ្នឹងអញ្ចឹងទៅចានេះចេះរករាល់ថ្ងៃបានខ្ញុំជាទេណាបើសិនជាឈឺទៅបានណៃដល់ពេលបើសិនជាយើងមានផ្ទះស្នាក់នៅអញ្ចឹងទៅបើសិនជាគេមកអញ្ចឹងទៅយើងគ្រាន់បាននេះដោះស្រាយអញ្ចឹងណាដោយមានជំនាញជាអ្នកនេសាទចេះបើកបរទូកយ៉ាងស្ទាត់ជំនាញមានទឹកចិត្តស្រឡាញ់និងជាឱកាសសម្រាប់រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារព្រមទាំងអាចបម្រើសេវាកម្មទេសចរឲ្យសប្បាយរីករាយផងដែរលោកណានបានចាប់យករបរបើកទូកដឹកភ្ញៀវទេសចរដែលមកកម្សាន្តនៅកោះព្រហ្មចារីធ្វើស្រែធ្វើចការរត់ទៅហើយនឹងផ្សាយផ្សំដល់ពេលយើងចូលក្នុងសហគមន៍ហ្នឹងទៅក៏បានដឹកភ្ញៀវអីខ្ញុំស្រឡាញ់ការងារហ្នឹងផងនិយាយថាចិត្តតែឆ្លៀតផ្សាយផ្សំគ្នាអញ្ចឹងទៅខ្សែផងចការផងរត់ទៅផងដែរខ្ញុំបាទឥឡូវអត់សូវមានពេលទេគាត់ថាមកចូលក្នុងសហគមន៍អញ្ចឹងទៅក៏យើងឆ្លៀតដែរណាបាទទៅដឹកបញ្ជូនអញ្ចឹងទៅតែស្រឡាញ់ការងារហ្នឹងហ្មងចង់និយាយថាយើងនៅមាត់ទន្លេមានអរិញទេសភាពល្អផងគឺស្រឡាញ់ហ្មងតំបន់ហ្នឹងវាធម្មជាតិល្អបាទខ្ញុំធ្លាប់ដើរទៅលើទៅក្រោមអញ្ចឹងទៅកន្លែងវាអត់ទៅល្អនិយាយទៅដើមឈើមានកន្លែងហ្នឹងគឺច្រើនហ្មងពួកអីខ្ញុំដឹងច្រកលហកច្រើនអញ្ចឹងតែបើមុំទៅអត់រួចទេពួកអីថ្មច្រើនខ្លាំងណាស់ហើយពីទូកខាងកពីឡើងមកក៏ឡើងអត់រួចដែរកន្លែងហ្នឹងពួកអីទូកគេធំហើយទូកពួកខ្ញុំនេះទៅទូកទូចមុំខ្ញុំអាចឆ្លងកាត់ទៅមកស្រួលអញ្ចឹងហើយសហគមន៍យើងនេះក៏ទៅរៀបចំដែរវាអត់ទាន់មានទូកទេធំដែរប៉ុន្តែលោកមេឃុំអភិបាលរងស្រុកអីគាត់មកអញ្ជើញមកគាត់រៀបចំជួយរៀបចំក្នុងអាដេញភូមិយើងអញ្ចឹងដែររួចដល់ពេលអញ្ចឹងទៅយើងក៏មានទឹកចិត្តស្រឡាញ់ថែមទៀតនិយាយទៅវាជួយបានខ្លះដែរអញ្ចឹងពីជំនួយពីខាងហ្នឹងមកខ្លះមិនមែនជំនួយពីអីគាត់ថាយើងដឹកជញ្ជូនហ្នឹងបានកម្រៃខ្លះទៅយើងហៅតែផ្លែផ្សំជាលក្ខណៈគ្រួសារទេយើងនៅតែសប្បាយចិត្តខាងមុខរបរហ្នឹងថ្ងៃនេះលោកវណ្ណរាវីដែលអញ្ជើញមកពីខេត្តកំពង់ចាមក៏បានដឹកនាំក្រុមការងាររបស់លោកមកលេងកម្សាន្តនៅលើកោះព្រហ្មចារីផងដែរខ្ញុំមកនេះជាក្រុមលក្ខណៈក្រុមការងារគោលបំណងមាន2គឺតកតូននឹងដំណើរកម្សាន្តហើយតកតូននឹងការប្រជុំប្រចាំឆ្នាំផងតកតូននឹងការជ្រើសរើសទី1បើយើងគិតទៅគឺនៅទីនេះស្អាតខ្ញុំបានព័ត៌មានពី page របស់ស្លាខេត្តកញ្ចេះក៏បានបង្ហោះទៅខ្ញុំមើលទៅគឺចាប់អារម្មណ៍ឃើញស្អាតខ្ញុំក៏តកតូនតាម page ទៅគាត់ក៏បានឲ្យផ្ដល់លេខទូរស័ព្ទមកប្រធានសហគមន៍បាទយើងតកតូនមកគាត់គឺគាត់រស់រាយមែនតើបាទគាត់ប្រាប់ទីតាំងអីមកយើងស្ដាប់មកគឺអាចធ្វើដំណើរមកបានហើយសុវត្ថិភាពបាទមានកន្លែងសហគមន៍ទទួលបាយមានចំណតឡានបាទហើយយើងមានទូកសម្រាប់ឆ្លងជាងបានហើយរឿងទី2មានថាទេសភាពស្អាតជាក់ស្ដែងយើងមើលទៅឃើញថ្ងៃស្អាតមែនតើបាទទឹកត្រជាក់ចន្លងទន្លេជាទន្លេមេគង្គប៉ុន្តែមានចន្លងល្បាក់ទឹកច្រើនបាទប្រភពហូរមកច្រើនស្អាតមើលទៅដូចបរទេសចឹងស
សម្រាប់ខ្ញុំជិះតាមផ្លូវមកមិញតាមទូកមកគឺខ្ញុំឃើញសត្វច្រើនបាទនៅនេះអាចនិយាយបានថាជាជំរកសត្វខ្ញុំឃើញសត្វធំច្រើនបាទតាមផ្លូវហើយមួយទៀតខ្ញុំឃើញទេសភាពស្អាតមានដើមឈើច្រើនហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺបរិយាកាសល្អអនាម័យខ្ញុំមកខ្ញុំគិតថាតំបន់ទេសចរនេះមិនមែនខ្ញុំមកលើកទី1ទេខ្ញុំជាអ្នកមកលើកទី1ប៉ុន្តែពីមុនមកនឹងមានបងប្អូនមកច្រើនប៉ុន្តែខ្ញុំឃើញថាសហគមន៍ប្រហែលជាគាត់មានការណែនាំហើយក៏អនាម័យបានល្អព្រោះយើងចូលមកដល់ខ្ញុំចូលមិញ2កន្លែងហើយខ្ញុំនៅកោះព្រហ្មចារីនៅខាងនោះហើយឥឡូវខ្ញុំចូលមកដល់ទីតាំងបោះតង់ក្រុមការងារនេះទៀតគឺមើលមកឃើញស្អាតអត់មានសម្រាប់អត់អីទេសភាពស្អាតពេលមកដំបូងមានអារម្មណ៍ថាប្លែកអាចថាអត់ដែលឃើញទស្សនវិជ្ជាបែបហ្នឹងពីមុនមកទេហើយពីច្រើនខ្ញុំបានទៅត្រឹមកញ្ចេះអីចឹងមើលត្រឹមកពីអីចឹងបងដល់ទៅតែដល់ពេលមកនេះវា fresh ហើយមួយទៀតវាប្លែកមែនតើហ្មងអារម្មណ៍ហ្នឹងដំបូងខ្ញុំមកខ្ញុំអត់ដែលអាចថាអត់ដែលបានឃើញដើមឈើនៅទឹកចឹងហ៎បងមួយទៀតអារម្មណ៍មួយទៀតវាអាចថាវាធ្វើអារម្មណ៍ខ្លួនឯងល្អពេលដែលយើងធ្វើការហើយយើងហត់យើង stress យើងអីចឹងយើងមកឃើញអាហ្នឹងយើងសប្បាយចិត្តហ្មងខ្ញុំចង់ពៀមនាវឲ្យតែរឿងខ្មែរយើងគួរតែមកក៏ចេះឲ្យបានម្ដងទៅមើលផ្សោតទៅលេងកាពីឬក៏មកកោះនេះឲ្យបានម្ដងធម្មជាតិពិតហ្មងទឹកអូទឹកស្ទឹងដើមឈើព្រៃព្រឹក្សាទាំងសត្វព្រៃគឺ perfect ខ្ញុំស្រឡាញ់ខ្លាំងហើយខ្ញុំចូលចិត្តខ្លាំងហើយនិយាយទៅបើថាធម្មជាតិគឺ 100% គ្មានថង់គ្មានសម្រាមគ្មានអ្វីទាំងអស់អញ្ចឹងសូម្បីតែខ្ញុំមកគឺខ្ញុំត្រៀមស្លឹកចេកហ្មងគឺខ្ញុំហាមអ្នកផ្ទះខ្ញុំអត់ឲ្យយកផ្លាស្ទិកឯមកទេចាប់ស្លឹកចេកញ៉ាំបាយនឹងស្លឹកចេកហើយញ៉ាំដោយដៃដោយសារយើងអត់ចង់ចោលសម្រាមចោលផ្លាស្ទិកអីពេញហ្នឹងណាប៉ុន្តែខ្ញុំគិតថាកោះនេះទៅបង្កើតតែល្អទី1គេមានប្រគុណទី2គេមានធុងសម្រាមទៀតមានន័យថាបើយើងយកផ្លាស្ទិកយកអីមកក៏យើងអាចយកទៅដាក់នៅធុងសម្រាមបានអញ្ចឹងមានន័យថាបើយើងមកហើយលេងហើយសម្អាតហើយយើងបើសិនជាអ្នកអត់បានខ្ចប់ផ្លឹកចេកផ្លឹកអីទេធម្មតាមកលេងធម្មតាប៉ុន្តែខ្ចប់ធម្មតាមានធុងសម្រាមដូចគ្នាគ្រាន់តែយកទៅចោលធុងសម្រាមទៅគេយកទៅចោលឲ្យយើងហើយគឺយើងរក្សាកោះយើងឲ្យស្អាតហើយខ្ញុំឆ្លាញ់ខ្ញុំនឹងមកម្ដងទៀតខ្ញុំនិយាយមែនខ្ញុំនឹងមកម្ដងទៀតតំបន់អេកូទេសចរកោះព្រហ្មចារីជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិដែលមានបំណងចង់មកកម្សាន្តបែបធម្មជាតិស្ងប់ស្ងាត់ស្ដាប់សំឡេងសត្វយំទឹកហូរនិងទស្សនាព្រៃព្រឹក្សាដែលនៅជុំវិញកោះមិនតែប៉ុណ្ណោះអាចទស្សនាសត្វផ្សោតនិងអាចទស្សនាតំបន់ការពារសត្វក្តាន់ដែលកំពុងតែមានវត្តមាននៅទីនេះសូមអញ្ជើញមកកម្សាន្តនៅទីនេះឲ្យបានច្រើនការចូលរួមរបស់លោកអ្នកគឺជាការចូលរួមចំណែកដ៏សំខាន់ជួយការពារតំបន់ធម្មជាតិឲ្យនៅស្រស់ស្អាតជារៀងរហូតព្រមទាំងជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋនៅក្នុងសហគមន៍ផងដែរកម្មវិធីនេះនាំមកជូនដល់គម្រោងមូលនិធិពិសេសមេគង្គឡានឆាននៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ